យោងតាមការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិកការបើកការងារនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិត 7.19 លានការងារក្នុងខែមីនាឆ្នាំ 2025 ដែលស្មើនឹងចំនួន 288,000 ការងារនេះជាលទ្ធផលទិន្នន័យកម្រិតទាបបំផុតក្នុងរយៈពេល 6 ខែកន្លងមកនេះនិងទាបជាងការរំពឹងទុករបស់ទីផ្សារដែលរំពឹងថាអាចកើនបានចំនួន 7.49 លានការងារផ្នែកការងារសំខាន់ៗមួយចំនួនធំដែលមានការធ្លាក់ចុះគឺមានដូចជាផ្នែកការដឹកជញ្ជូនផ្នែកឃ្លាំងផ្នែកឧបករណ៍ប្រើប្រាស់ផ្នែកសេវាកម្មស្នាក់នៅនិងអាហារផ្នែកសេវារដ្ឋាភិបាលផ្នែកអចលនទ្រព្យនិងការជួលនិងផ្នែកថែទាំសុខភាពនិងជំនួយសង្គមសុទ្ធតែមានការថយចុះចាប់ពី 36,000 រហូតដល់ 59,000 ការងារប៉ុន្តែប្រសិនបើជាយើងក្រឡេកទៅមើលការងារផ្នែកដែលមានការកើនឡើងវិញមានដូចជាផ្នែកហិរញ្ញវត្ថុនិងធានារ៉ាប់រងផ្នែកសេវាកម្មផ្សេងៗផ្នែកការអប់រំរដ្ឋផ្នែកពាណិជ្ជកម្មលក់ដុំនិងការផលិតគឺមានការកើនឡើងគួរកត់សម្គាល់ផងដែរថាលទ្ធផលនៃការធ្លាក់ចុះការបើកការងារនៅសហរដ្ឋអាមេរិកនឹងធ្វើឲ្យមានផលប៉ះពាល់ដល់ផ្នែកមួយចំនួនដូចជាទីផ្សារការងារមិនមានភាពល្អប្រសើរការថយចុះនៃការបើកការងារបង្ហាញថាតម្រូវការរបស់និយោជកសម្រាប់កម្មករកំពុងមានការធ្លាក់ចុះដែលអាចជាសញ្ញានៃការធ្លាក់ចុះទីផ្សារការងារហើយប្រសិនបើនិន្នាការនៃការបើកការងារនៅសហរដ្ឋអាមេរិកនេះនៅតែបន្តការធ្លាក់ចុះវាអាចនាំឲ្យមានការកាត់បន្ថយនិងការជួលយឺតយ៉ាវហើយចំណាយកំណើននៃការប្រាក់ឈ្នួលក៏មិនមានការកើនឡើងហើយភាពដែលអាចទៅរួចនៃការអត់ការងារធ្វើក៏កាន់តែខ្ពស់នាពេលអនាគតចំណែកឯផលប៉ះពាល់បន្ទាប់នោះគឺមានការប៉ះពាល់ទៅលើផ្នែកអតិផរណានិងគោលនយោបាយរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកដែលហៅកាត់ថា Fed ធនាគារ Fed នឹងធ្វើការត្រួតពិនិត្យលើរបាយការណ៍ការបើកការងារតាមរយៈរបាយការណ៍ Job Opening and Labor Turnover Survey ដែលហៅកាត់ថា JOLTS ដែលជាផ្នែកមួយនៃការវាយតម្លៃនៃភាពតានតឹងក្នុងទីផ្សារការងារនៅពេលដែលទិន្នន័យនៃការបើកការងារមានការថយចុះវាជាសញ្ញាមួយដែលអាចបន្ធូរបន្ថយសម្ពាធប្រាក់ឈ្នួលដែលរួមចំណែកដល់អតិផរណាទាបផងដែរនេះអាចនាំឲ្យធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកពិចារណាក្នុងការកាត់បន្ថយអត្រាការប្រាក់នៅពេលក្រោយក្នុងឆ្នាំ 2025 ប្រសិនបើទិន្នន័យសេដ្ឋកិច្ចផ្សេងៗទៀតដូចជាភាពខ្សោយរបស់អតិផរណានិងភាពអត់ការងារធ្វើជាដើមចំណែកឯផលប៉ះពាល់នៃកំណើនសេដ្ឋកិច្ចក៏អាចកើតមានឡើងផងដែរការធ្លាក់ចុះបន្តិចម្ដងនៃការបើកការងារគឺជារឿងធម្មតានៅក្នុងការធ្លាក់ចុះសេដ្ឋកិច្ចដែលមានសុខភាពល្អប៉ុន្តែការធ្លាក់ចុះយ៉ាងខ្លាំងអាចបង្ហាញពីភាពចុះខ្សោយនៃទំនុកចិត្តរបស់អាជីវកម្មកំណើន GDP អាចនឹងមានការថយចុះចំណែកឯផលប៉ះពាល់តាមវិស័យជាក់លាក់ក៏អាចកើតមានឡើងផងដែរឧស្សាហកម្មមួយចំនួនដូចជាបច្ចេកវិទ្យាឬក៏សំណង់ផ្នែកអចលនទ្រព្យនិងការជួលដែលបានចេញផ្សាយខាងលើដែលមានការធ្លាក់ចុះរហូតដល់ដក 39,000 ការងារអាចនឹងកាត់បន្ថយការបើកការងារខ្លាំងជាងផ្នែកផ្សេងៗទៀតដោយឆ្លុះបញ្ចាំងពីនិន្នាការជាក់លាក់នៃការថយចុះនេះផងដែរទិន្នន័យនៃការបើកការងារដែលមានការធ្លាក់ចុះបែបនេះក៏អាចមានការប៉ះពាល់ទៅដល់អារម្មណ៍និងទំនុកចិត្តរបស់កម្មករនិងអ្នកប្រើប្រាស់កម្មករអាចមានអារម្មណ៍មិនសូវជឿជាក់លើការស្វែងរកការងារឬការចរចាប្រាក់ឈ្នួលខ្ពស់ប្រសិនបើឱកាសការងារនៅតែបន្តធ្លាក់ចុះការចំណាយរបស់អ្នកប្រើប្រាស់អាចមានកម្រិតមធ្យមប្រសិនបើកង្វល់ទីផ្សារការងារកើនឡើងដែលជាហេតុប៉ះពាល់ដល់ការលក់រាយនិងសេវាកម្មនានាផងដែរជារួមការធ្លាក់ចុះតិចតួចនៃការបើកការងារតែមួយមុខនេះមិនគួរឲ្យមានការព្រួយបារម្ភនោះទេសម្រាប់ទីផ្សារប៉ុន្តែប្រសិនបើនិន្នាការនៅតែបន្តវាអាចជាសញ្ញានៃសេដ្ឋកិច្ចមិននឹងនរដែលកាន់តែជំរុញឲ្យធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក Fed ធ្វើការសម្រេចចិត្តបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុដូចជាការទម្លាក់ការប្រាក់ជាដើមតែទោះបីជាយ៉ាងណាក៏ដោយប្រសិនបើការបាត់បង់ការងារឬភាពគ្មានការងារធ្វើនៅតែមានការកើនឡើងជាបន្តបន្ទាប់ចំណែកឯការបើកការងារមានការថយចុះហានិភ័យនៃវិបត្តិសេដ្ឋកិច្ចអាចកើតមានឡើងមាសបានធ្លាក់ចុះក្រោមតម្លៃ $3,320 ក្នុងមួយអោនកាលពីថ្ងៃអង្គារគណៈការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មមានភាពថមថយនិងធ្វើឲ្យទ្រព្យសម្បត្តិដែលមានសុវត្ថិភាពនេះមានការធ្លាក់ចុះបន្តិចរដ្ឋមន្ត្រីរដ្ឋាភិបាលលោក Scott Bessent បាននិយាយកាលពីថ្ងៃច័ន្ទថាដៃគូពាណិជ្ជកម្មកម្ពុជាជាច្រើនរបស់សហរដ្ឋអាមេរិកបានធ្វើសំណើពន្ធល្អណាស់ដោយបន្ថែមថាការផ្លាស់ប្ដូរនាពេលថ្មីៗនេះរបស់ប្រទេសចិនក្នុងការលើកលែងទំនិញមួយចំនួនរបស់សហរដ្ឋអាមេរិកដោយបង្ហាញពីឆន្ទៈក្នុងការបន្ថយភាពតានតឹងលោក Besson បានកត់សម្គាល់ថា
រដ្ឋបាលអាមេរិកគឺនៅតែបន្តតាក់ទងជាមួយប្រទេសចិនប៉ុន្តែបានសង្កត់ធ្ងន់ថាវាអាស្រ័យទៅលើប្រទេសចិនក្នុងការចាត់ចែងវិធានការដើម្បីកាត់បន្ថយភាពតានតឹងដែរឬទេរបាយការណ៍បានបង្ហាញផងដែរថាលោកប្រធានាធិបតីដូណាល់ត្រាំនឹងប្រកាសក្នុងពេលឆាប់ៗនេះអំពីការចរចាពន្ធដើម្បីកាត់បន្ថយផលប៉ះពាល់នៃពន្ធរបស់គាត់ទន្ទឹមនឹងនេះទីផ្សារឥឡូវកំពុងយកចិត្តទុកដាក់អំពីការផ្លាស់ប្ដូររបាយការណ៍សេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះរួមទាំងការប៉ាន់ប្រមាណដំបូងនៃ GDP ត្រីមាសទី1ទិន្នន័យអតិផរណាខែមីនានិងបញ្ជីប្រាក់បៀវត្សដែលមិនមែនបូកបញ្ចូលផ្នែកកសិកម្មនៃខែមេសានិងទស្សនវិស័យគោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិកហៅកាត់ថា Fed សូមគូបញ្ជាក់ផងដែរថានៅពេលដែលមាសបានកើនឡើងលើសពីតម្លៃ$3,300ក្នុង1អោនបើទោះបីជាអ្នកវិនិយោគិនទទួលបានផលប្រយោជន៍ខ្ពស់យ៉ាងណាក៏ដោយក៏ប៉ុន្តែវាក៏បានជះឥទ្ធិពលឆ្លុះបញ្ចាំងអំពីភាពតានតឹងនៃម៉ាក្រូសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដូចជាអតិផរណាខ្ពស់អស្ថិរភាពរូបិយប័ណ្ណឬការបាត់បង់ទំនុកចិត្តទីផ្សារជាដើមហើយបញ្ហានេះនាំឲ្យមានផលប៉ះពាល់គោលនយោបាយរូបិយប័ណ្ណកាន់តែមានភាពតានតឹងដែលធ្វើឲ្យទីផ្សារភាគហ៊ុននិងកំណើនសេដ្ឋកិច្ចមិនមានភាពល្អប្រសើរចំណែកឯការចំណាយរបស់អតិថិជនចុះខ្សោយដោយសារអតិផរណាកាន់តែខ្ពស់ហើយធ្វើឲ្យរូបិយប័ណ្ណមានការប្រែប្រួលដែលធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មសកល